នឹងឲ្យសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំចង់ចែករំលែកនៅខ្សែអង្កាំមួយខ្សែនេះដែលសាងពីបញ្ញាក្អែកមានច្រើនមុខដែរហ្នឹងហើយជាពិសេសគឺបញ្ញាអង្គរងនិងបញ្ញាដើមកន្ទួតព្រៃចំណែកបន្តោងហ្នឹងហើយរូបណាលោកតាអ៊ីសីនេះគឺសាងអំពីឈើកាន់កាប់សាងអំពីឈើកាន់កាប់ហើយចំណែកຂະຫນាតវិញគឺຂະຫນាត7លីបែបផ្លែប៉ែនមានឡត6គ្រាប់នឹងបើសិនបើបងប្អូនមានចំណាប់អារម្មណ៍ចង់ធ្វើឬចង់ជីវជាខ្សែអង្កាំខាងខ្ញុំបាទមានទទួលធ្វើជាខ្សែអង្កាំគ្រប់ຂະຫນាតសាងពីបញ្ញាក្អែកនិងថ្មធម្មជាតិហើយសម្រាប់នេះគឺខ្សែនេះគឺຂະຫນាត10លីបាទ10លីនិងមានឆ្លាក់ជារូបຂະຫນាតបន្តោងសាងពីថ្មគ្រប់ប្រភេទប្រសិនបើបងប្អូនចាប់អារម្មណ៍អាចទំនាក់ទំនងជាវបានហើយសម្រាប់លេខទូរស័ព្ទវិញគឺ0989595008